កាទៀវខ្ចប់បែបវៀតណាមនេះបងប្អូនឆ្ងាញ់ប៉ុន្តែសម្រាប់មាត់ខ្ញុំឯណាខ្ញុំហូបទៅគឺឆ្ងាញ់សម្រាប់មាត់ខ្ញុំប៉ុន្តែសម្រាប់អ្នកដទៃខ្ញុំមិនដឹងទេអឺបើសិនជាខ្ញុំញ៉ាំនៅម្ដុំសួននៅម្ដុំក្រុងហូជីមិញហ្នឹងបងប្អូននៅកណ្ដាលក្រុងហ្នឹងម្ដុំមានសួនធំមួយហ្នឹងកន្លែងគាត់ឆ្ងាញ់មនុស្សច្រើនមែនតើហើយបងប្អូនខ្មែរយើងទៅញ៉ាំនឹងច្រើនប៉ុន្តែបើសិនជាយើងហៅអាគ្រឿងផ្ទាប់នេះគ្រឿងសាច់នឹងអត់ត្រូវក៏ញ៉ាំទៅអត់សូវឆ្ងាញ់ដែរប៉ុន្តែជាមែនអាណែមជូរជាមួយសាច់ប៉ាតេជាមួយនឹងស្វាយទឹកសក់ហើយនឹងជាពិសេសអាជក់ស្ពៃនេះអូយមែនឆ្ងាញ់ណាស់ដាក់ចូលគ្នាត្រូវតែហ្មងបងប្អូនសំខាន់លើបងប្អូនហើយតែបើសិនអាំប៉ងស្រួយៗនេះអត់សូវឆ្ងាញ់ទេវារៀងសាបអត់ជាតិហ្មងចេះប៉ុន្តែអ្នកដូចខ្ញុំកំពុងតែចាប់ដាក់ហ្នឹងគឺចូលជាតិគ្នាឆ្ងាញ់ហ្មងជាមួយជ្រក់ស្ពៃនឹងជាមួយនឹងស្វាយរៀងជូរតិចមកជាមួយនឹងប៉ាតេចឹងទៅជាមួយនឹងអីគេណែមជូរហ្នឹងមកហើយជាមួយទឹកជ្រលក់ពីរមុខគេនេះត្រូវតែដាក់ចូលពីរមុខហ្នឹងណាបងប្អូនអូយឆ្ងាញ់ជាមែនសម្រាប់មាត់ខ្ញុំគឺខ្ញុំឆ្ងាញ់មែនតើបើសិនជាបងប្អូនបានទៅលេងហូជីមិញកុំភ្លេចទៅញ៉ាំកាទៀវខ្ចប់ប៉ុន្តែរើសកន្លែងត្រូវបងប្អូនហើយតម្លៃដែលខ្ញុំញ៉ាំគឺធូរញ៉ាំម្នាក់ឯងគឺច្រើនមែនតើណាបងប្អូនញ៉ាំអត់ចង់អស់យីមែនខ្ញុំគិតថាមើលទៅបន្តិចដល់ពេលមកដល់ជាក់ស្ដែងច្រើនណាស់យីមែនអញ្ចឹងបើសិនជាបងប្អូនបានទៅលេងអីទៅភ្លក់ទៅសាក់លបងទៅអាហារបែបប្រទេសផ្សេងអញ្ចឹងណាអរគុណបងប្អូនទាំងអស់គ្នាខាន់ចេញវីដេអូយូរតែបានចេញតែបានកាត់តហ្នឹងណាជម្រាបលាបងប្អូនទាំងអស់គ្នា